ការប្រកួតបាល់ទាត់លីកកំពូលប្រចាំសប្តាហ៍ត្រឡប់មកវិញទៀតហើយតើស្វាគមន៍មកវិញមកកាន់ការវិភាគ4គូពិសេសប្រចាំថ្ងៃរបស់ខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំលើកយកមក4គូសិតកាគូធំតែម្ដងដែលមាន3គូទៅហើយនៅ English Premier League ការប្រកួតបាល់ទាត់នៅរាត្រីយប់ថ្ងៃសៅរ៍នេះគឺមានច្រើនប៉ុន្តែយ៉ាងណាយើងមិនអាចមកអង្គុយវិភាគនៅក្នុងមួយវីដេអូឲ្យអស់គ្រប់គូទេប្រិមិត្តយើងអញ្ចឹងខ្ញុំសូមយកតែ4ដូចរាល់ដងបងប្អូនយើងចូលទៅដំបូងគេនេះគឺជាគូធំប្រចាំ English Premier League ដែលខ្ញុំនឹងអង្គុយចាំទស្សនាផ្ទាល់តែម្ដងនោះគឺជាជំនួបរវាង Chelsea និងហង្សក្រហម Liverpool ដែលត្រូវប្រព្រឹត្តទៅនៅក្នុងម៉ោង 6 កន្លះគូនេះប្រិមិត្តយើងគ្រាន់តែមើលមួយផ្លេតអាចនឹងគិតថាឲ្យតែមទៅ Liverpool ច្រើនហើយព្រោះថាខ្ញុំនេះក៏ដូចគ្នាដែរដោយតែប្រិមិត្តយើងដឹងយ៉ាង Chelsea មួយរយៈនេះធ្លាក់ជើងខ្លាំងយកតែមែនតែយកតែម្ដងហើយសម្រាប់ហង្សក្រហម Liverpool វិញអាចនិយាយថាធ្លាក់ជើងដូចគ្នាប៉ុន្តែនៅក្នុងទឹកដី Anfield Liverpool តែងតែធ្វើបានល្អតែម្ដងហើយរដូវកាលនេះ Chelsea បបាយឈ្នះ Liverpool ខ្លាំងណាស់ចឹងគូផ្សំមួយបញ្ហាក្រុមទៀតខ្ញុំគិតថា Chelsea ពិតជាតឹងមែនទែនជាមួយនឹង Liverpool ហើយបើឲ្យទូទីគ្រាប់បាល់ផ្ទាល់តែម្ដងខ្ញុំគិតថា Liverpool នឹងមានព្រៀបជាង Chelsea បាល់នេះអាចឈានដល់3-1ឬមួយក៏ Chelsea អាចតបតដៃខ្លាំងណាស់បាន 3-2 អីចឹងទៅចឹងបងប្អូនយើងអាចឆ្លាញ់បានទាំងគ្រាប់ច្រើននិងអាចឆ្លាញ់ទាំងម្ចាស់ផ្ទះហង្សក្រហម Liverpool នៅក្នុងទឹកដី Anfield ពីខ្ញុំទៅអានេះយើងឈានដល់គូទី2តែម្ដងប្រិមិត្តយើងគឺបិសាចក្រហម Manchester United បាទត្រូវទៅសួរសុខទុក្ខឆ្មាខ្មៅ Sunderland ដល់ទឹកដីបាទទឹកដីឆ្មាខ្មៅគឺតឹងណាមិនងាយស្រួលតែម្ដងគេថាជាទឹកដីមួយដែលថាពិបាកយកបន្ទុកចេញមកដែរណាមិនថាក្រុមខ្លាំងមិនថាក្រុមខ្សោយទេតែយ៉ាងណាប្រហែលប្រកួតចុងក្រោយនេះយើងឃើញនៅទឹកដី Sunderland រៀងរង្គើច្រើនដោយ Sunderland បរាជ័យញឹកជាពិសេសទើបតែចាញ់បាទ Nottingham Forest ថ្មីនេះដូចជាប្រហែល 4-0 5-0 នៅទឹកដីខ្លួនដែលចម្លែកយ៉ាងណាវិញសម្រាប់បិសាចក្រហមខ្ញុំពិតជាមិនសង្ស័យជាមួយទម្រង់លេងដែលកំពុងតែឡើងជើងដ៏ល្អរបស់ពួកគេទេតាំងពីប៉ះ Brentford តាំងពីប៉ះ Liverpool ជាមួយនឹងទម្រង់លេងដ៏គួរឲ្យកោតសរសើររបស់បិសាចក្រហមគឺខ្ញុំពិតជាពេញចិត្តមែនទែនតែយ៉ាងណាការប្រកួតក្រៅដីបងប្អូនយើងអាចនឹងប្រយ័ត្នគ្រោះថ្នាក់ទៅសម្រាប់ពីខ្ញុំទៅបាល់នេះបើបងប្អូនយើងអាចຕົកផ្លូវក្រោយគួរតែលេងក្របតិចក៏ជាជម្រើសល្អដែរប៉ុន្តែប្រសិនបើស្រឡាញ់ Man U ខ្លាំងស្រឡាញ់ទម្រង់លេង Man U ដូចខ្ញុំតែម្ដងបើអាចយកខាង Man U តែម្ដងទៅហើយបើទូពីលទ្ធផលនៃក្របបាល់ប្រិមិត្តបាល់នេះខ្ញុំគិតថាបាទពីខ្ញុំទៅខ្ញុំឲ្យតែមទៅកាន់ Man U ហើយប៉ុន្តែខ្ញុំគិតថាលទ្ធផលមួយអាចនឹងចេញឆ្មាខ្មៅ Sunderland ដែលជាម្ចាស់ផ្ទះ C1-0 ដូចគ្នាហើយបាល់នេះក៏អាចមួយស្មើប៉ុន្តែបើឲ្យទុកទីលទ្ធផលដែលខ្ញុំច្បាស់ក្នុងចិត្តតែម្ដងខ្ញុំគិតថាបាល់នេះ Man U អាចនឹងយកឈ្នះទៅលើឆ្មាខ្មៅ Sunderland 1-0 ឬ 2-0 ដែលជាភាគរយច្រើនតែម្ដងតែអ្វីដែលសុវត្ថិភាពបំផុតបងប្អូនយើងអាចឆ្លាញ់ក្របតិចទឹកដី Sunderland ខ្ញុំគិតថាมันមានក្របច្រើនទេតោះបងប្អូនយើងឈានដល់គូទី3គឺជាគូដែលកំពុងប្រជែងពាន Manchester City និង Brentford គឺជាក្រុមនៅក្នុងក្តីស្រមៃរបស់ Arsenal ដែលត្រូវការឲ្យពួកគេទប់ Man City បានទៀតនោះ Arsenal នឹងលើកពានយ៉ាងធូរហើយមិនចាំបាច់ត្រូវតានតឹងដល់សប្តាហ៍ចុងក្រោយអីទេអញ្ចឹងហើយតើប្រិមិត្តគិតយ៉ាងណាសម្រាប់ខ្ញុំវិញដី Man City ចឹងពិបាកតិចហើយចំពោះ Brentford ក្នុងការតទល់ Man City នៅក្រៅដីតែយ៉ាងណាពីខ្ញុំទៅខ្ញុំគិតថា Brentford នឹងមានដងមានផ្លែដូចគ្នាទោះបី Man City ល្អប៉ុណ្ណាក៏ដោយ Man City សកត់ប៉ុណ្ណាក៏ដោយបាននេះពីខ្ញុំទៅប្រសិនបើឲ្យខ្ញុំទូទីគ្រាប់បាល់ខ្ញុំគិតថា Man City អាចនឹងពិបាកហូបឲ្យផុតគ្រាប់តរបស់ខ្លួនតិចវាអាចនឹងតឹងយកទៅមែនតើហើយបើនិយាយពីគ្រាប់តិចគ្រាប់ច្រើនក៏អាចនឹងពិបាកនឹងស្មើនឹងគ្នាប៉ុន្តែខ្ញុំច្បាស់ថា Brentford អាចនឹងតដៃបានប្រិមិត្តប្រកួតនេះខ្ញុំគិតថា Brentford អាចនឹងតដៃបានហើយបើឲ្យទូទីលទ្ធផលទៅម្ដងខ្ញុំអាចគិតថានឹងចេញជាលទ្ធផល Man City ឈ្នះ 2-1 ឬមួយក៏អាចដាច់ស្អាតដល់ 3-1 ប៉ុន្តែវាអាចនឹងតឹងខ្លាំងមែនតើBrentford នេះគឺជាក្រុមមួយដែលថាមិនងាយស្រួលឲ្យគេទៅស្រួលទេជាក់ស្ដែងយើងឃើញដូចការប៉ះ Man U កន្លងទៅដូចគ្នាយើងឃើញតម្រាំ Man U យកបាន3ពិន្ទុពី Brentford គឺបុកពោះចុងម៉ោងដូចគ្នាយើងឈានដល់គូចុងក្រោយតែម្ដងទៅប្រិមិត្តយើងគឺនៅក្នុង Liverpool អាល្លឺម៉ង់ Bayern Munich ជាមួយនឹង Wolfsburg សម្រាប់គូនេះគឺមិនសូវជាពិបាកមើលទេព្រោះថា Wolfsburg ការវិជើទី1ចាញ់ Bayern ដល់ 8-1 ប៉ុន្តែជើងទី2នេះអ្វីដែលប្រិមិត្តយើងព្រួយបារម្ភគឺខ្លាច Bayern ដាក់ឈុតទី2លេខជាក់ស្ដែងទៅគឺពិតមែនខ្ញុំគិតថា Bayern នឹងប្រើប្រាស់ឈុតទី2លេខប៉ុន្តែមិនមែនជាឈុតទី2លេខយុវជនទេជាឈុតទី2ដែលលីកីឡាកុលបំរុងដូច្នេះគុណភាពកីឡាករ Bayern Munich នៅតែអែមដដែលពីខ្ញុំទៅបាល់នេះបងប្អូនយើងអាចស្រឡាញ់ទាំងវាយ Bayern អាចស្រឡាញ់ទាំងលេងគ្រាប់ច្រើនបានប៉ុន្តែអ្វីពីខ្ញុំបងប្អូនយើងគួរតែប្រយ័ត្នបន្តិចពីព្រោះថា Wolfsburg នេះប្រមាណប្រកួតចុងក្រោយគឺល្អខ្លាំងដោយសារតែពួកគេព្យាយាមរើបំរាស់ពីតំបន់កាត់ចោល
អញ្ចឹងក្របបាល់អាចនឹងមិនមានច្រើនណាស់ណាទេបើអាចនឹងមិនមានច្រើនណាស់ណាទេអាចនឹងគេព្យាយាមលេងតបហើយ counter បព្យាយាមយកឈ្នះទៅលើបាយ័នអញ្ចឹងណាអញ្ចឹងមកវិញអាចស្រឡាញ់យកបាយ័នតែម្ដងទៅក៏បានដែរព្រោះថាក្របបាល់បាយ័នក៏តមិនច្រើនណាស់ណានេះគ្នាអញ្ចឹង4គូពីខ្ញុំទៅមានតែប៉ុណ្ណេះទេសម្រាប់ថ្ងៃបងប្អូនយើងចាំមកយើងប្រសិនបើចង់បានការពិភាក្សាផ្ទាល់ពី admin ក៏ដូចជាលេងកំសាន្តជាមួយ admin ផ្ទាល់អាចតាក់ទងមកកាន់ admin បានផងដែរហើយចង់ join channel Telegram តាមដានការផ្សាយបន្តផ្ទាល់របស់ admin កុំភ្លេច join channel Telegram អា link ពីនៅក្នុង comment ការផ្សាយហើយជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀតផងដែរបងប្អូនយើងអរគុណច្រើន